ឧបសគ្គមិនមែនមកដើម្បីបំបាក់អ្នកទេប៉ុន្តែមកដើម្បីបណ្ដុះអ្នកឲ្យរឹងមាំគ្មាននរណាម្នាក់ចង់ជួបការលំបាកឡើយប៉ុន្តែជាញឹកញាប់ការសាកល្បងធំបំផុតក្នុងជីវិតគឺជាអ្វីដែលបង្កើតមនុស្សរឹងមាំបំផុតជីវិតមិនមែនតែងតែរលូនទេមានពេលបរាជ័យជាបន្តបន្ទាប់មានពេលត្រូវគេយល់ច្រឡំត្រូវគេបដិសេធឬសូម្បីតែបាត់បង់អ្វីដែលខ្លួនស្រឡាញ់បំផុតពេលវេលាទាំងនោះអាចធ្វើឲ្យមនុស្សជាច្រើនចង់បោះបង់ប៉ុន្តែភាពខុសគ្នារវាងអ្នកដែលបោះបង់និងអ្នកដែលរីកចម្រើនមិនមែនស្ថិតនៅលើចំនួនឧបសគ្គដែលពួកគេជួបទេប៉ុន្តែស្ថិតនៅលើរបៀបដែលពួកគេប្រឈមមុខនឹងវាខណៈដែលអ្នកខ្លះចាត់ទុកវាជាឱកាសដើម្បីរៀនកែប្រែនិងអភិវឌ្ឍខ្លួនឯងរាល់ការដួលគឺជាមេរៀនមួយរាល់ការឆ្លងកាត់ឧបសគ្គគឺជាការបង្កើនភាពរឹងមាំមួយកម្រិតទៀតមនុស្សដែលរឹងមាំបំផុតមិនមែនជាមនុស្សដែលមិនធ្លាប់ឈឺចាប់ទេប៉ុន្តែគឺជាមនុស្សដែលបានឆ្លងកាត់ការឈឺចាប់ហើយនៅតែបន្តមានកម្លាំងចិត្តដើរទៅមុខជីវិតគឺជាដំណើរការបណ្ដុះបណ្ដាលជាបន្តបន្ទាប់សម្ពាធបង្កើតភាពចាស់ទុំការប្រឈមបង្កើតបទពិសោធន៍ហើយឧបសគ្គបង្កើតភាពរឹងមាំក្នុងចិត្តកុំខ្លាចថ្ងៃដែលពិបាកអ្វីដែលកំពុងសាកល្បងអ្នកនៅថ្ងៃនេះអាចនឹងក្លាយជាគ្រឹះសម្រាប់អ្នកដែលរឹងមាំជាងមុននៅថ្ងៃស្អែកបន្ទាប់ពីព្យុះកន្លងផុតទៅមេឃតែងតែភ្លឺថ្លាជាងមុនហើយបន្ទាប់ពីឆ្លងកាត់ឧបសគ្គមនុស្សក៏កាន់តែរឹងមាំនិងមានប្រាជ្ញាជាងមុនដែរ